តើសង្ក្រានឆ្នាំនេះកូនពើសិតទាខ្ញុំ make up កម្មវិធីគេចាប់ដើមម៉ោង 8 ណាប៉ុន្តែដាស់ខ្ញុំតាំងពីម៉ោង 5 ឲ្យតែងខ្លួនឲ្យចឹងដឹងថាមានរឿងអីខ្លះតោះមើលវីដេអូទាំងអស់គ្នាព្រលឹមឡើងងើបមកគឺថាចាក់ជំនាញមួយសិនមុននឹងចាប់ដើមតែងខ្លួននេះជាលើកទី1ហើយដែលខ្ញុំ make up ឲ្យកូនពើនិយាយទៅមិនដឹងមិនម៉ែទេបងខ្ញុំសាកដាក់ color ភ្នែកពណ៌នេះឲ្យគាត់ទៅពេល blend ទៅវាដូចអត់ស៊ីនឹងមុខគាត់ណាមានអារម្មណ៍ថារៀងក្រហមពេកអញ្ចឹងក៏លុបចេញវិញទៅនឹងទំលប់លើកទី1ណាបងប្អូនគ្នាឥឡូវខ្ញុំមកសាក palette នេះម្ដងដល់ពេលសាកឲ្យអត់ត្រូវចិត្តទៀតដល់មកខ្ញុំក៏នឹកឃើញយក color correct នេះយកមក correct ផ្នែកគាត់ដោយសារផ្នែកគាត់វាមានពណ៌ស្រាលសំខាន់ដាក់ពណ៌ខុសទៀតខ្ញុំត្រូវដាក់ពណ៌ស្វាយតែខ្ញុំដាក់ពណ៌បៃតងលុបចេញម្ដងទៀតទៅហើយបានដាក់ត្រូវវិញដល់ពេលយើង color correct ហើយមានអារម្មណ៍ថាអាផ្ទៃភ្នែកហ្នឹងវាពណ៌សអីចឹងយើងអាចដាក់ eye shadow មកពណ៌ចេញស្អាតហ្មងខ្ញុំអត់ហ៊ានផាត់អីច្រើនខ្លាំងទេដោយសារខ្លាចឃើញមុខចាស់សំខាន់ពតហុំភ្នែកអត់ចេញទេដល់គ្នាពតហើយឈឺភ្នែកគ្នាអូយមិនដឹងថាតែងខ្លួនឯងក៏ធ្វើបានទេថ្ងៃនេះសម្រាប់ពណ៌គាត់ក៏ដូចគ្នាដែរដោយសារវាមានពណ៌ស្រាប់ហើយពណ៌ឡើងដិតទៀតឡើងកាត់ឈូកភីងរហូត24ម៉ោងអញ្ចឹងទៅខ្ញុំយកអា color correct ពណ៌ស្វាយហ្នឹងខ្ញុំមកលាបនៅលើផ្ទៃមុខដើម្បីឲ្យវារាងសបន្ទាប់មកបាទខ្ញុំដាក់ blush ហើយកន្លែងភ្នែកនេះខ្ញុំដាក់ bling bling ឲ្យគាត់ខ្លាចជាមួយនឹងនៅលើពណ៌តិចតួចហើយនឹងលាបក្រែមប៉ុណ្ណឹងនេះ eyeliner អីក៏អត់ហ៊ានគូដែរចាំមើល make up លើក្រោយអត់ហ៊ានដាក់អីច្រើនទេចង់បានបែបធម្មជាតិតែអញ្ចឹងទេប៉ាម៉ាក់ចោលដល់ក្រោមនៅតែគាត់ថាឲ្យខ្ញុំហ្មងហើយសម្រាប់ម៉ូតសក់វិញគឺធ្វើដូចឆ្នាំមុនបើសិនជាណាគេធ្លាប់បានមើលវីដេអូដែលកូនពៅទៅរាំចូលកពឹសនៅពេលសង្ក្រានឆ្នាំមុនណាដឹងហើយដោយសារកូនពៅថ្ងៃហ្នឹងពាក់ឈុតខ្មែរឈុតហូលខ្មែរហ្មងអញ្ចឹងខ្ញុំត្រូវលើកសក់បួងឲ្យគាត់ដើម្បីឲ្យមើលមកវាសមសក់ហើយនឹង make up រួចរាល់អស់ហើយមកមើល outfit កូនពៅម្ដងមិនដែរតើអស់គ្នាជួយរែកឲ្យម្នាក់មួយមកឥឡូវកូនពៅតែងខ្លួនហើយនៅសល់តែខ្ញុំទេខំប្រឹង make up ឡើងលឿននេះព្រោះកូនពៅឲ្យជូនគាត់ទៅសាលាចង់និយាយថាគេសិតតែដាក់ bling bling នៅលើកលើស្មាអីនេះឥឡូវគេចេះចង់ស្អាតគេថ្ងៃឡើងគេត្រូវមានកម្មវិធីនៅសាលាតទៀតអញ្ចឹងគេយកកៅអៅទៅទុកដូរឲ្យហើយនេះបដាគេចេះកញ្ចប់គេអីណានេះរយៈពេល2ម៉ោងកន្លងផុតទៅកូនពៅហើយនឹងខ្ញុំគឺតែងខ្លួនហើយទាំងពីរនាក់អីអត់យល់ទេនេះមកវល់ជាមួយកូនពៅអស់មកព្រឹកដែរលើយើងហៀបចេញតាណាទៅហើយតែមុននឹងទៅឲ្យកូនពៅជំរាបលាកងមួយសិនឆ្នាំនេះគេឈប់ចូលកពឹសហើយគេរាំវងម្ដងឥឡូវគេហាត់រាំនៅមុខផ្ទះមុននឹងឡើងមែនឥឡូវយើងមកដល់សាលាតែដំបូងគឺត្រូវទៅយកវត្តមានសិនមានគេសួរខ្ញុំច្រើនមែនតើថាកូនពៅហ៊ានដាក់ទីម៉ានគាត់ហ៊ានដាក់ទី7បន្ទាប់ពីយក attendance ហើយបានយើងចង់មកមើលស្តង់វិញហើយសម្រាប់ឆ្នាំនេះគេឈប់លក់នំប៉័ងសាច់គេលក់ smoothie ម្ដងទឹកក្លុបផ្លែឈើអីណានេះមានតាំងពីអាឡឹកស្វាយក្រូចប៊ឺឬកូនពៅប្រាប់ថាមានម៉ាស៊ីនក្លុកទៅ2ឯងហើយមើលភ្ញៀវគេទិញបុកមកលក់អត់ទាន់ម៉ាស៊ីនមានតែ2ហើយម៉ាស៊ីនមួយវាលងដូចទៀតតែមិនអីទេឮថាដូចជាលក់មកចំណេញដែរតែកូនពៅនឹងលក់អត់មាននៅមើលស្តង់ខ្លួនឯងណាដើរមកញ៉ាំអីនៅស្តង់គេឡើងពេញហ្នឹងញ៉ាំដំបូងគេនេះ Grand Passion គេទៅជួយ support មិត្តភក្តិគេហើយដល់ពេលចូលស្តង់ទី2នេះគេញ៉ាំសាច់គោអាំងមួយនំប៉័ងប៊ឺមើលតែមាត់ហ្នឹងក៏ដឹងថាឆ្ងាញ់ឬក៏អត់ឆ្ងាញ់ដែរមិនបាច់រៀបរាប់អីច្រើនទេហើយបន្ទាប់មកគេទៅញ៉ាំបាយតំណាប់ស្វាយម្ដងនិយាយពីថាសួរថាឆ្ងាញ់អត់ឆ្ងាញ់គ្រប់មុខចាពីបាយតំណាប់ស្វាយហើយមកញ៉ាំតំណាប់ស្វាយទៀតឥឡូវដល់ពេលគេត្រូវឡើង perform ហើយនេះមើលក្មួយដល់សែនខ្ជូតរបស់ខ្ញុំសប្បាយមួយយ៉ាងដែរតែមើលក្មេងៗឡើង perform